ដល់ថានឹងបានទទួលខ្លួនឯងឈ្នះរង្វាន់ទេបាទខ្ញុំនឹងក្រុមឧស្សាហ៍គឺគាត់នៅលើភ្លាមគាត់នៅដឹងភ្លាមថាបានឈ្នះរង្វាន់ឡាន Toyota Rai ពី Toyota Camry នេះភ្លាមគឺក្នុងក្រុមឧស្សាហ៍គ្មានអត់ដេកទេហ្នឹងអូនអ្នកទេទៅប្រពន្ធខ្ញុំគាត់លើកអញ្ចឹងសប្បាយអញ្ចឹងគាត់ខ្ញុំអត់ចេះនិយាយតែក្នុងក្រុមឧស្សាហ៍គឺគ្មានដេកហ្នឹងហក់លោតបញ្ឆេងសប្បាយក្រុមឧស្សាហ៍សប្បាយខ្លាំងមែនទែនគ្នាថាមានតែក្រុមហ៊ុន Toyota នេះទេដែលมันងាយនឹងខូចហើយណាមួយការចំណាយលុយទៅហើយគឺយើងទិញរបស់ណាដែលវាធន់ជាប់បានយូរអញ្ចឹងក៏សម្រាប់ចិត្តថាជ្រើសរើសយកក្រុមហ៊ុន Toyota នេះតែម្ដងបាទគាត់មានទំនួលខុសត្រូវមួយគឺកាលណាឡានទិញពីខាងក្រុមហ៊ុន Toyota នេះទៅគឺគាត់ឲ្យតែគ្រប់ 1000 គីឡូឬរយៈពេល3ខែខាងក្រុមហ៊ុនគាត់តាក់ទងឲ្យយកមកឆែកម៉ាស៊ីនយកមកឆែកឡើងវិញរយៈពេល1ខែឬក៏ 1000 គីឡូហើយនឹងទីមួយទៀតគាត់ដូរប្រេងម៉ាស៊ីនរយៈពេលប្រើ3ខែគាត់ដូរប្រេងម៉ាស៊ីនឲ្យម្ដង3ខែដូរប្រេងម៉ាស៊ីនឲ្យម្ដងគឺរយៈពេល1ឆ្នាំហើយមានពាក្យចចាមអារាមមួយថាកុំជឿក្រុមហ៊ុនវាមានបាក់ពួកត្រូវតែគ្នាវាអញ្ចឹងគឺមិនមែនទេគឺរាល់អតិថិជនទាំងអស់មានឱកាសឈ្នះដូចខ្ញុំដែរកាលណាទិញឡានឈ្នះឡានបាទគឺมันមានភូតកុហកហើយក៏មិនមានបាក់ពួកដែរគឺដូចជាខ្ញុំជាដើមខ្ញុំមិនមានមិត្តភ័ក្តិឬក៏បណ្ដាញអីនឹងក្រុមហ៊ុន Toyota អត់មានទេគឺអត់មានបាក់ពួកទេគឺខ្ញុំទឹកមកទិញនេះសុទ្ធអត់មានស្គាល់មានទេគឺទិញតែម្ដងគឺត្រូវតែម្ដងបាទមិនដែលគិតថានឹងបានទទួលរង្វាន់នេះរង្វាន់ពីក្រុមហ៊ុន Toyota ទេប៉ុន្តែក៏បបពិស្នាពេលតំណាងបានទទួលបានរង្វាន់នេះទុកជិះផ្លាស់ប្ដូរគ្នាបាទថ្ងៃណាទៅជិះទិញជិះទៅណាទៅទិញជិះត្រូវរង្វាន់គឺជិះទៅគឺអត់លក់ទេឡាននេះគាត់លក់គឺទ្របសំណាងបាទប្រពន្ធគាត់ថាឲ្យលក់ទេដោយសារទ្របនេះគឺទ្របជ័យលិខិត2តែឈ្នះគឺមានន័យថាសំណាងអញ្ចឹងដូចនេះมันលក់ទេទុកប្រើក្នុងលក្ខណៈគ្រួសារបាទ